นั่นไงบอลโอนต่อគ្នាไงในខ្ញុំដើរព្រៃហើយណាមួយបងប្អូនយើងគាត់ពឹងអាស្រ័យច្រើនដោយសារចេះបងប្អូនយើងនៅខាងក្នុងសបោអ្នកកើតជំងឺដូចថាប្របាកដកដង្ហើមដូចថាសួតនិយាយរួមគឺជំងឺសួតជំងឺកាពះពោះវៀននិយាយទៅច្រើនមកបងប្អូនលើសឈាមឡើងជាតិស្ករជាតិអាស៊ីតអីច្រើនណាបងប្អូនហើយដល់ពេលគាត់ឃើញខ្ញុំបាទតពណ៌ TV ជាមួយវត្តមាន TV ហើយថ្ងៃនេះយកបងប្អូនណៃនេះមកជាមួយដើម្បីជួយរកថ្នាំជួយកង់អញ្ចឹងណាបងប្អូនណាហើយឡើងឈើខ្ពស់បានបាទហើយដល់ពេលអញ្ចឹងទៅខ្ញុំឡើងរួចក៏ហៅប្អូនមកជួយយកថ្នាំឲ្យឡើងមើលដើមណាដែលខ្ពស់ប្អូនអាចឡើងបានឲ្យឡើងអញ្ចឹងទៅឡើងយកមកដើម្បីបេះឲ្យបងប្អូនយើងហើយចង់បង្ហាញបងប្អូននេះសួតតម្រៃបងប្អូនដែលអត់ធ្លាប់ស្គាល់ដើមសួតតម្រៃដែលវាដុះតាមតោងដើមឈើដើមអីហ្នឹងបងប្អូននេះថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនដោយសារមករយៈហ្នឹងខ្ញុំចង់បង្ហាញដែរបងប្អូនតែដោយសារជាប់ណៃរកថ្នាំណៃទៅទាបច្រាស់ហើយនឹងណៃទាលនេះពាន់ឲ្យបងប្អូនយើងបានយកទៅព្យាបាលជំងឺត្រឹមពើពាន់អញ្ចឹងណាបងប្អូនណាអញ្ចឹងថ្ងៃនេះខ្ញុំមកភ្នំនេះក៏មករកថ្នាំឲ្យបងប្អូនដែរបងប្អូនដល់ពេលអញ្ចឹងទៅគាត់ដូចថាដូចខ្ញុំនិយាយមិញអញ្ចឹងណាបាទបងសបោអ្នកឈឺបងប្អូនហើយសួតតម្រៃនេះបងប្អូននេះខ្ញុំហានឲ្យបងប្អូនបានឃើញនេះពិតអត់មានខ្លាញ់បន្លំឬមួយក៏មិនមែនសួតតម្រៃចេះតែនិយាយអត់ទេណាបងប្អូនណាជាពិសេសបងប្អូនណាដែលគាត់ធ្លាប់អានេះដូចថាឈឺជំងឺដូចជាប្របាកដកដង្ហើមសួតអីប្របាកដកអីដង្ហើមអីនិយាយរួមគឺថប់ទ្រុងខ្លាញ់រុំបេះដូងហើយនិយាយទៅត្រូវច្រើនមុខដែរបងប្អូនណាសួតតម្រៃនេះអាហ្នឹងគេហូបតើចាំមើលខ្ញុំហូបឲ្យមើលនេះបងប្អូននេះកុំឲ្យថាខ្ញុំជឿខ្ញុំហូបឆៅឲ្យបងប្អូនមើលទៀតហើយឆ្នាំលេខ1បងប្អូនណាអាហ្នឹងហើយតែមានរសជាតិចត់គេជាឱសថបុរាណហើយបាទហើយនេះមានដើមមានសន្លឹកមានរូបរាងចេះបងប្អូនខ្លះបើចាស់គាត់ស្គាល់តែបើក្មេងៗចំនួនក្រោយគាត់អត់ស្គាល់ទេបាទនេះចាំខ្ញុំហូបមើលបាទតែហូបបាទហ៎ណាំសុតមកបាទនេះវារសជាតិវាចត់បងចត់អានេះនិយាយរួមទៅបងប្អូនជាតិថ្នាំសុតបាទជាតិថ្នាំសុតគឺល្អបំផុតគឺសួតតម្រៃហ្នឹងបងប្អូនតាមសួតតម្រៃនេះនិយាយរួមទៅត្រូវជាមួយខ្ញុំយកពីជំងឺវិញណាបាទបងរៀបរាប់ពីអត្ថប្រយោជន៍បាទអត្ថប្រយោជន៍ដែលយើងយកទៅព្យាបាលដូចជាបងប្អូនមានការថប់ទ្រុងហើយពិបាកដកដង្ហើមនិយាយរួមគឺសួតប្រមាត់បេះដូងឯហ្នឹងបងប្អូនយកទៅដាំទឹកហូបតែយើងមិនស្រស់ចេះណាយើងយកទៅហាលឲ្យស្ងួតទៅបងប្អូនយើងយកមកដាំមកចាប់ដាំហូបប្រចាំថ្ងៃទៅល្អបងប្អូនយើងមិនមែនថាតែមិនមែនថាអីហ្នឹងមិនល្អទេចង់និយាយថាបើយើងសុខភាពយល់ល្អបងប្អូននេះសួតតម្រៃនេះបងប្អូនដាំហូបជាប្រចាំទៅហ្នឹងហើយសួតតម្រៃនេះចង់និយាយថាវាដុះតាមតំបន់ព្រៃភ្នំណាឥឡូវចេះខ្ញុំរកឥឡូវចេះយើងនិយាយថាអត្ថប្រយោជន៍វាត្រូវសួតត្រូវប្រមាត់បេះដូងអីត្រូវអស់ហើយបងប្អូនណាខ្ញុំមិនចាំបាច់រៀបរាប់ច្រើនទេឥឡូវខ្ញុំចង់បង្ហាញដែលវាដុះវិញបាទមកបងប្អូនមកអានេះវាតោងទៅតាមមេឈើដូចនិយាយទៅវាដូចពពួកបញ្ញាក្អែកដែរបងបាទអាហ្នឹងវានៅតោងតាមមេឈើមេអីចឹងទៅបាទវាតាមនេះដើមឈើតោងតាជើងកៅវាតូចមានផងនេះនេះអានេះទូចទេអានេះដូចថាវាទូចទេបាទនេះមកនេះវាអាខ្លះមួយចង់2 3គីឡូក៏មានដែរបងប្អូននេះសួរតម្រៃនេះឃើញអាទូចទេខ្ញុំអត់យកខ្ញុំយកតែអាណាដែលធំស្រួលយើងយកទៅធ្វើថ្នាំយើងចិត្តទៅវាចំណេញបានច្រើនអញ្ចឹងហ្នឹងហើយនោះដើមវាមកជាងចេះតែបង្ហាញចង់និយាយថារុក្ខជាតិប្រភេទនេះវាដុះតាមតំបន់ព្រៃភ្នំជ្រៅបានមានបងប្អូនណាហើយបងប្អូនឃើញជុំវិញខ្ញុំនេះនៅលើខ្នងភ្នំបងប្អូនណាបាទអញ្ចឹងដល់ពេលខ្ញុំមករកថ្នាំអីខ្ញុំគ្មានអីក្រៅពីមកតាមតំបន់ព្រៃភ្នំជ្រៅទេបានមានបាទសួតតម្រៃតោកត្រីអញ្ចឹងទៅតាមទំនៀមតាមអីអត់មានទេនោះសួតតម្រៃបងប្អូនឃើញនោះដុះបាទនោះអានោះធំនោះបងប្អូនបានទស្សនាមើលទៅហើយយ៉ាត់ល្អិលស្លានោះស៊ូមកចិត្តបងប្អូនដល់វាដុះអញ្ចឹងបងប្អូនណាសួតតម្រៃនឹងដុះតាមដើមឈើខ្ពស់អញ្ចឹងហ្នឹងហើយនេះធំអានេះឃើញមើលនេះកន្លែងនេះបាទហើយបើយើងយកវិញបងប្អូនគ្រាន់តែ2 3ដុំហ្នឹងមកក្រុងបើសិនតែយើងចិត្តហាលបាទបងបាទតែបើយើងយកស្រស់អញ្ចឹងវាដូចថាវាធ្ងន់ដែរហ្នឹងអានេះតើយើងយកទៅយើងច្រាំជាចំណិតទេបងបាទរៀងស្ដាងហាលថ្ងៃទៅហាលឲ្យស្ងួតបានយើងដាំទឹកហូបបាទហើយនេះមួយមកប្រភេទទៀតដើមផ្លោកត្រីបងប្អូនណាផ្លោកត្រីនេះអានឹងក៏ត្រូវថ្នាំដែរមកខាងនេះវិញផ្លោកត្រីអានោះបានចិត្តជាងដូចបង្ហាញបងប្អូនយើងព្រោះវានៅដើមខ្ពស់អញ្ចឹងយើងពិបាកចូលបាទហ្នឹងហើយណាមួយកន្លែងនេះស្លាយផងល្អិលបាទខ្ញុំនិយាយរួមទៅបងប្អូនណាខ្ញុំដើរតាមតំបន់ព្រៃភ្នំខ្ញុំចេះតែខលបង្ហាញទៅគីឡូពុកម៉ែបងប្អូនយើងបានស្គាល់ទៅមិនពិបាកពឹងខ្ញុំមករអញ្ចឹងណាបាទអញ្ចឹងខ្ញុំធ្វើវីដេអូចែកម្លែកពុកម៉ែបងប្អូនមកទៅតែសំខាន់ចេះគាត់ជាគាត់មានជំងឺបង
គាត់លេបថ្នាំពេទ្យថ្នាំជាសាអត់ត្រូវយ៉ាងកាមកត្រូវថ្នាំបុរាណខ្មែរយ៉ាងណា អូចូលយើងគិតមើលពីបរមបុរាណមកយើងដែរមានថ្នាំពេទ្យដូចយើងសម័យនេះណាអត់ទេហើយមិនមែនតែថ្នាំពេទ្យហ្នឹងគេមិនបកកែទេបកកែដូចគ្នាគាត់ថាវានេះបកកែបែបបុរាណខ្មែរយើងតែបើជាដាច់ចង់និយាយចឹង ពេលខ្លះយើងរអត់ជួបក៏អត់អាចព្យាបាលត្រូវដែរណាបង ហ្នឹងហើយនេះបងប្អូនខ្ញុំចង់បង្ហាញបងប្អូនអានេះគ្រោះថ្នាំនេះនេះដើមផ្លោកត្រីនេះអញ្ចឹងខ្ញុំភ្ជាប់ជាមួយអានេះដើមសួតតម្រៃតិចចុះនេះបងប្អូននេះមកសជាប់បងបាទអាហ្នឹងសិតតែថ្នាំអានេះហើយអានេះបើខ្ញុំនិយាយទៅឆ្នាំណានោះមានជនជាតិកូរ៉េឬមកក៏ចិនគាត់ទិញយកទៅធ្វើជាឧសថថ្នាំដូចជា1គីឡូ 4-5,000ដែរនៅចំនួនហ្នឹងនេះបងប្អូននេះផ្លោកត្រីនេះសិតតែជា ខ្ញុំធ្លាប់បេះលក់ដឹកតាំងម៉ូតូអូធ្លាប់បេះលក់ដែរហ្នឹងហើយហើយហ្នឹងហើយគេទិញតែឥឡូវដូចថាវាស្រុកទេសយើងកំពុងអញ្ចឹងទៅក៏ផ្អាកអញ្ចឹងទៅនេះបងប្អូនណាឲ្យស្គាល់ដើមផ្លោកត្រីអាហ្នឹងក៏ថ្នាំកាពះពោវៀនប្រមាត់សួតបេះដូងនិយាយរួមទៅបងប្អូនហាលស្ងួតទៅហ្នឹងហើយដាំឲ្យច្រើនអូអានេះត្រូវកាពះខ្លាំងនេះបាទឥឡូវនេះចេញជក់មើលខ្ញុំបេះមួយបងប្អូនបានឃើញនេះបាទកុំឲ្យថាខ្ញុំចេះតែនិយាយហើយអានេះដូចតែសបុកសមោចដែរហ្នឹងបងប្អូនអាផ្លោកត្រីនេះដើមផ្លោកត្រីនេះនេះជំនួយខ្ញុំហើយនេះឃើញនេះផ្លោកត្រីយើងដែរបាទដូចផ្លោកត្រីយើងចឹងបងប្អូននាមដាក់បាទនេះអាយ៉ាហួយសមោចនេះបងប្អូនឃើញទេអូអានេះរឹសវាទៅនៅក្នុងវិញបាទរឹសវាមែករឹសវានៅក្នុងហ្នឹងហើយអូបកាយណាបងប្អូនណាជាមួយអានេះមើលដូចជាផ្សំបានមុខដូចជាអានេះសួរតម្រៃនឹង1ផ្លោកត្រីនឹង2ជាមួយសបកកណ្ដោលហើយនឹងសបកព្រះភ្នៅបងប្អូនដាំទឹកហូបប្រចាំសុទ្ធតែឱសថបុរាណល្អបាទបងបាទខ្ញុំចង់និយាយចេះទៀតបងប្អូនមិនមែនថាថ្នាំពេទ្យគេនឹងមិនបកាយមិនល្អទេគ្រាន់ថាចេះយើងហូបថ្នាំពេទ្យវាជាបានតែមួយរយៈទេបាទអស់ជាតិថ្នាំពេទ្យឬឡើងវិញដែរតែបើថ្នាំខ្មែរយើងបើបានជាវិញបងប្អូនណាគឺចង់និយាយថាជាដាច់ប៉ុណ្ណឹងបាទហើយក៏យើងក៏ចំណាយថាវិការក៏អស់តិចដែរបងតិចដែរបាទហ្នឹងហើយឆ្នាំពេទ្យទេហើយនិយាយរួមទៅសម័យឥឡូវបងប្អូនស្អីក៏គីមីដែរបងប្អូនណាចាំបានថាយើងហូបចំណីចំណុកអីយើងមុននឹងហូបជាពិចារណាដែរបងប្អូនបើសារអីដោយសារសបោជាតិគីមីពេកចឹងរាល់ថ្ងៃនេះបងប្អូនយើងជាពិសេសពុកម៉ែបងប្អូនមិនថាចាស់មិនថាក្មេងទេធ្វើទុកជាងគេគឺកាពះពវៀនសួតប្រមាត់ហ្នឹងបងហើយជួនកាលអាយុមិនតាន់ណៃដល់40-50តនទេបងភ្នែកយើងលព្រិលអស់ហើយបាទដោយសារអីដោយសារយើងហូបចំណីដែលមានជាតិគីមីច្រើនណាគីមីបាទសារធាតុដូចថាស្តុបទុកឲ្យបានយូរបងបាទដល់អញ្ចឹងទៅធ្វើអាចធ្វើឲ្យយើងប៉ះពាល់សុខភាពបានបាទធ្ងន់ធ្ងរជាងគេគឺកាពះពវៀនហ្នឹងបងប្អូនធ្វើទុកនិយាយទៅអ្នកណាសួរក៏កាពះពវៀនដែរហ្នឹងហើយអញ្ចឹងបានថាខ្ញុំចេះតែចែកម្លែកពុកម៉ែបងប្អូនមិនថាក្នុងប្រទេសក្រៅប្រទេសឲ្យដើរតាមតំបន់ព្រៃភ្នំអញ្ចឹងទៅខ្ញុំចេះតែបង្ហាញទៅអានេះត្រូវថ្នាំនេះទៅអានោះដូចថាត្រូវផ្សេងថ្នាំផ្សេងអញ្ចឹងទៅខ្ញុំចង់មានន័យអញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនបើសិនតែមានបញ្ហារឿងពិបាកដកដង្ហើមដូចថាបញ្ហាសួតទ្រុងខ្លាញ់រុំបេះដូងអីវាមានថ្នាំច្រើនប្រភេទដែលគ្រាន់ថាអានេះខ្ញុំបង្ហាញមកប្រភេទសិនណាហើយបើសិនជាសបុកស្មោចខ្ញុំនិយាយរឿងសបុកស្មោចមួយទៀតណាសបុកស្មោចហ្នឹងអាហ្នឹងនៅដូចអានេះអញ្ចឹងអូនមើលមកនៅដូចអានេះតាមដើមឈើដូចអានេះសួតតម្រៃអញ្ចឹងដូចថាវាផ្ញើខ្លួនផ្ញើប្រាំងគេមកកប៉ោអញ្ចឹងណាហើយសួតអានេះសបុកស្មោចហ្នឹងក៏បកាយជាងសួតតម្រៃទៀតបងប្អូនខ្ញុំចង់និយាយថាបកាយលើអីបកាយលើបងប្អូនខ្លាញ់រុំបេះដូងពិបាកដកដង្ហើមអញ្ចឹងណាហើយសម្រក់ជាតិខ្លាញ់ហើយឡើងជាតិអាស៊ីតឡើងជាតិស្ករឲ្យបងប្អូនដាំទឹកហូបមិនបាច់ចាំខ្ញុំនេះបងប្អូនបើបានស្គាល់ហើយបានទស្សនាវីដេអូខ្ញុំបងប្អូនអាចរកហូបបានខ្លួនឯងមិនចាំបាច់រកខ្ញុំបានទេហើយដូចសបុកស្មោចនេះអញ្ចឹងសួតតម្រៃច្រឡំសួតតម្រៃនេះបងប្អូនស្គាល់បងប្អូនអាសាដាំទឹកហូបប៉ិនមិនមែនស្រស់ទេណាចង់និយាយហាលឲ្យស្ងួតសិនទៅហើយបងប្អូនខ្ញុំដាំខ្ញុំហ៊ានធានាថាបងប្អូនមានបញ្ហាដូចថាពិបាកថប់ទ្រុងដកដង្ហើមអីពិបាកអីរោយចកេះស្លាក់ដៃជើងអីបងប្អូនហូបទៅខ្ញុំធានាបងប្អូនណាខ្ញុំធានាថាបងប្អូនជាហើយនិយាយរួមទៅយើងរក្សាសុខភាពវាល្អដែរអញ្ចឹងណាបាទបងព្រោះអីកាលណាតែយើងសុខភាពល្អអញ្ចឹងចង់និយាយថាវាជីវភាពយើងប្រចាំថ្ងៃវាអានេះវាចម្រុងចម្រើនណាចូលបើយើងងាកឈឺតែម្នាក់ពីរនាក់ក្នុងវងគ្រួសារវាទៅហើយបងប្អូនមានណាលុយខំប្រឹងរោទាំងបានវាលក់អស់ហើយលក់អត់តែអកទៅព្យាបាលជំងឺបាទហើយចង់និយាយថាសំបីតាមន់ក្នុងសបុកនៅក្រាបពងឬមូលកោដីស្រែចម្ការអីលក់អស់ហើយដើម្បីឲ្យខ្លួននឹងវិជាអញ្ចឹងណាបាទហើយអាជំងឺកាពះពោះវៀននេះខ្ញុំសូមលើកពីចោះបងប្អូនរីងរៃកាលណាបងប្អូនណាបើអត់ឆាប់ព្យាបាលវាអាចបង្កទៅកើតទៅជាឬដូងបាតទៀត
បាទតើកើតទៅជាឬដងបាតនេះវាកើនជំងឺមួយមុខទៀតបាទអញ្ចឹងកើនជំងឺមួយមុខទៀតអញ្ចឹងវាពិបាកទៀតហើយបងប្អូនណាអាកាពះមិនទាន់ជាមកកើតឬដងបាតគូតនេះទៀតកាន់តែវែងឆ្ងាយទៀតអញ្ចឹងបានថាបងប្អូនដឹងហើយឮហើយថាអូអាហ្នឹងវាត្រូវថ្នាំកាពះពោះវៀនអញ្ចឹងយកព្យាបាលលឿនបងប្អូនកុំទុកបដែតបដោយអ្នកខ្លះអត់ខ្ញុំសង្កេតមើលឃើញអូជឿកាពះពោះវៀនណាថ្នាំអត់ហ៊ានទិញហូបទេបាទដល់ពេលតែធ្ងន់មែនតែនទៅអាកាពះពោះវៀនមិនជាហើយមកកើតអាឬដងគូតនេះទៀតវាទៅវែងឆ្ងាយណាអញ្ចឹងបានថាខ្ញុំសូមអធិស្ឋានបងប្អូនអានេះនិយាយការពិតណាបងប្អូនកុំលើសលួសអីយ៉ាងណាកុំបកកើតកាន់អានេះខ្ញុំចូលចិត្តនិយាយត្រង់បងប្អូនអញ្ចឹងបើថាអត់ឆាប់ជាបាលទី1ពោះវៀនកាពះហ្នឹងអាចបើទុកយូរអាចទៅជាឬដងបាតតែឬដងបាតហើយវាទៅធ្ងន់ធ្ងរអាឬដងបាតធ្ងន់ធ្ងរទៀតវាទៅជាទុំរុះឈាមតើហើយកែលេងឡើងហើយបងប្អូនណាជាស្រែនេះខ្ញុំជាវីដេអូដាស់តឿនបងប្អូនមិនមែនថាខ្ញុំនិយាយចេះគ្រូថ្នាំគ្រូអសត់អត់ទេអានេះចែករំលែកបាទភាសាថាចែករំលែកថាខ្ញុំដឹងថ្នាំអីខ្ញុំតែងតែផ្សព្វផ្សាយឲ្យបងប្អូនយើងរកហូបខ្លួនឯងទៅមិនចាំបាច់ទិញខ្ញុំក៏បានដែរដូចថ្នាំសួរតម្រៃឬមួយក៏នេះផ្លោកត្រីនេះបងប្អូននេះតែបើស្រុកក្នុងវិញដូចជាអត់មានដោះទេណាអត់ស្មានទេបាទបើមានតាមតំបន់ព្រៃភ្នំអញ្ចឹងឲ្យកាមេរ៉ាងាកបន្តិចងាកដើម្បីឲ្យបងប្អូនយើងបានឃើញទស្សនភាពនៅលើខ្នងភ្នំនេះផងកុំឲ្យថាខ្ញុំអ្នកខ្លះខមមិនមកថាឃើញថតក្រួយផ្ទះក្រួយអីបងអើយបងប្អូននៅក្រោយផ្ទះណាជិះដី50 60 70គីឡូទៅមក100ជាងគីឡូបងប្អូនណាមិនមែនទេហើយបងប្អូនយើងចេះតែពឹងពាក់អីចឹងទៅឲ្យរត់ឆ្នាំរកអីហើយខ្ញុំតំពរ TV វរ្ម័នមហានគរនេះចេះទៅឲ្យបងប្អូនឲ្យតែបងប្អូនយើងបានសុខបានចម្រើនបានជាពីជំងឺអូយសុបាយចិត្តប្រៀបធៀបដូចយើងជួយបាទជួយបងប្អូនទោះបីជាបងប្អូនផ្ដល់ថវិកាជូនថវិកាតិចតួចក៏អត់ប្រកែប្រកាន់ទេបងប្អូនណាសំខាន់ឲ្យបងប្អូនបានសុខចម្រើនខ្លួនឯងទៅខ្ញុំអ្នកដែលផ្សព្វផ្សាយនេះទៅបានជាទៅបានបុណ្យបានកុសលហើយក៏ដូចសុបាយចិត្តបងប្អូនសុបាយចិត្តនឹងបងប្អូនបានជាសុខភាពល្អខ្លួនឯងអញ្ចឹងណាបងប្អូនណាបាទហ្នឹងហើយពុកម៉ែបងប្អូនតែក្នុងប្រទេសក្រៅប្រទេសលើសលួសយ៉ាងណាសូមអធិស្ឋានពុកម៉ែបងប្អូនតែក្នុងប្រទេសក្រៅប្រទេសផងហើយក៏សូមជូនពរជូនជ័យពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសសូមឲ្យទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតាមថែសារពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសឲ្យលោកជួបតែសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទតំពរ TV បាទខ្ញុំបាទវរ្ម័នបាទអរគុណច្រើនសូមជម្រាបលាបាទ